សួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះឯមានលើកយករឿង Escape Sea Job មកធ្វើការសម្ដែងតការមកដល់ថ្ងៃថ្មីដែលពេលនោះដែរអបិមុខសហ្នឹងក៏បាននិយាយថាឡាបានគឺខ្ញុំគិតថាគឺយើងហ្នឹងគួរធ្វើការតបតែងតែបន្តិចទៅគឺរបៀបដែលពួកយើងនេះមានរបស់ជាគូអីអញ្ចឹងណាចៃរងក៏បានសួរថារបស់ជាគូដែលលោកចង់និយាយនេះចង់សំដៅលើអ្វីដែរអបិមុខសក៏បាននិយាយថាជាដំបូងខ្ញុំគិតថាគឺពួកយើងគួរតែមានរូបជាគូជាមួយគ្នាសិនចៃរងក៏បាននិយាយថាអូខេឥឡូវហ្នឹងធ្វើការថតឥឡូវតែម្ដងមកបន្ទាប់ពីលេងអញ្ចឹងអប៉ែមុខសនេះក៏បានសប្បាយទៅអង្គុយចិត្តហើយក៏បានដកទូរស័ព្ទយកមកថតប៉ុន្តែថាគេនេះមានអារម្មណ៍ថាដូចជាមិនស្រួលសោះដោយសារតែគេហ្នឹងគឺថាចង់ធ្វើការគៀកកផងចង់ធ្វើការកាន់ផងដើម្បីមើលទៅវាហ្នឹងចិត្តស្និនបន្ទាប់ពីឃើញអញ្ចឹងចៃរងនេះក៏បានសប្បាយយកដៃគេហ្នឹងយកមកគៀកកហើយនិយាយថាមើលទៅលោកនេះដូចជាផិតភ័យណាបើសិនជាលោកធ្វើចរិតបែបហ្នឹងថាតើឲ្យខ្ញុំធ្វើពុតធ្វើជាប្រពន្ធរបស់លោកបានដោយរបៀបណាដូច្នេះហើយសូមលោកធ្វើការបង្ហាញទំនុកចិត្តរបស់លោកហ្នឹងឲ្យខ្លាំងជាងនឹងតិចមកដល់លើថាចៃរងហ្នឹងនិយាយឌឺពេកតែបែបមុខសនេះក៏បានសប្បាយទាំងក្បាលរបស់គេហ្នឹងយកមកដាក់លើស្មាតែម្ដងចៃរងក៏បាននិយាយថានៅពេលដែលលោកធ្វើបែបហ្នឹងទៅវាមើលទៅដូចជាគូស្នេហ៍ពិតប៉ុនបន្ទាប់ពីលើចៃរងនិយាយអញ្ចឹងគឺថាគេនេះរៀនសប្បាយចិត្តតែហើយគេហ្នឹងក៏ចាប់ផ្ដើមធ្វើការថតរូបទៅដែលនៅក្នុងរូបថតហ្នឹងគឺថាចៃរងនេះខ្លាចទៅជាបឋមដែលមិនដឹងខ្លួនបន្ទាប់ពីធ្វើការថតរូបហើយចៃរងក៏បាននិយាយថាខ្ញុំមើលបន្តិចមកគឺថាចំណេញថតរូបរបស់លោកហ្នឹងគឺមើលទៅនេះដូចជាលោកហ្នឹងជាមនុស្សប្រុសពិតៗអញ្ចឹងប៉ុន្តែមុនហ្នឹងពេលខ្ញុំផ្អែកទៅលោកហ្នឹងគឺខ្ញុំបានស្ដាប់ឮបេះដូងរបស់លោកនេះលោកញ័រខ្លាំងណាស់ថាតើលោកមិនដែលធ្វើការអោបមនុស្សប្រុសពីមុនមកទេមែនអន់អបិមុខសក៏បាននិយាយទាំងអឹមអៀនថាបើនិយាយត្រង់ទៅសូម្បីតែមនុស្សស្រីហ្នឹងក៏ខ្ញុំមិនដែលធ្វើការអោបដែរបន្ទាប់ពីលើអញ្ចឹងនិយាយថាចៃរងនេះអស់សំណើខ្លាំងមែនតើគឺថាគេហ្នឹងឡើងហួសចិនរួចគេក៏បានសួរបញ្ជាក់ថាបើអញ្ចឹងមានន័យថាគឺខ្ញុំហ្នឹងជាស្នេហារបស់លោកត្រូវអន់អបិមុខសក៏បាននិយាយថាអាចនិយាយបែបហ្នឹងក៏ថាបានដែរចៃរងក៏បាននិយាយទៀតថាបើអញ្ចឹងហ្នឹងលោកព្យាយាមអនុវត្តបន្តិចទៅកាលថ្ងៃណាមួយលោកមានការណាត់ជួបគឺថាលោកនឹងអាចប្រើបទពិសោធន៍មួយនេះទៅអនុវត្តវាបានហើយគេក៏បានធ្វើការហៅទូរស័ព្ទនេះទៅឲ្យអបិមុខសនឹងវិញទៅបន្តិចក្រោយមកឃើញថាគេក៏បានធ្វើការយករូបថតនេះមកផ្ដិតចេញដាក់សុំហ្នឹងដើម្បីធ្វើការដាក់តាំងប៉ុន្តែអាចមានចង់និយាយថារូបថតហ្នឹងគឺអាក្រក់ខ្លាំងមែនតើដោយសារតែចៃរងនេះអបិមុខសហ្នឹងយកដៃបាំងសក់ដល់ពេលអញ្ចឹងទៅគឺថាឃើញឡើងអាក្រក់ចំណែកចៃរងវិញបន្ទាប់ពីឃើញសកម្មភាពរបស់អបិមុខសបែបហ្នឹងគឺឃើញថាគេហ្នឹងដោយរឿងមានចិត្តទន់តិចហើយរួចគេក៏បានសួរទៀតថាចំពោះរឿងអ្នកដែលមានគូស្នេហ៍ហ្នឹងគួរធ្វើអីតទៀតអបិមុខសក៏បាននិយាយថាតើតើនឹងរឿងបន្ទាប់ហ្នឹងគឺតើតើនឹងការចែករំលែកអាហារជាមួយគ្នាបន្តិចក្រោយមកឃើញថាគេក៏បានធ្វើការចូលចម្អិនអាហារដែលអាហាររបស់គេធ្វើនេះសិតតែតំណញ៉ាំទាំងអស់បន្ទាប់ពីគេលើកយកមកដាក់លើតុហើយគេក៏បាននិយាយថាតើតើម្ហូបទាំងនេះគឺខ្ញុំហ្នឹងធ្វើទៅតាមមេនុយរបស់លោកទាំងអស់គឺទាំងអស់ហ្នឹងសុទ្ធតែជាមុខម្ហូបដែលលោកចូលចិត្តបន្ទាប់ពីឃើញថាមុខម្ហូបរបស់គេតំណងចៃរងក៏បាននិយាយថាគឺលោកហ្នឹងពិតជាបកាចម្អិនអាហារពិតមែនហើយការរៀបចំវិញក៏ស័ក្តិសមដែរដែលមើលទៅហ្នឹងពិតជាតំណងឆ្ងាញ់ណាស់ហើយអបិមុខសក៏បាននិយាយថាបើអញ្ចឹងលោកសាកល្បងមើលបន្ទាប់ពីធ្វើការដាក់អាហារមួយម៉ាត់ឃើញថាចៃរងនេះគឺនៅឡើងស្ងៀមដោយឃើញបែបហ្នឹងអបិមុខសក៏បានសួរថាតើវាមិនឆ្ងាញ់ឬមួយក៏មិនត្រូវចិត្តរបស់លោកចៃរងក៏បានកវីក្បាលដល់និយាយថាមិនមែនអញ្ចឹងទេប៉ុន្តែនៅពេលដែលខ្ញុំញ៉ាំទៅគឺខ្ញុំមានអារម្មណ៍ថាដូចជាអាហារដែលខ្ញុំបានញ៉ាំនៅផ្ទះអញ្ចឹងបន្ទាប់ពីឃើញទឹកមកដល់កំសត់របស់ចៃរងហើយនឹងពាក្យសម្ដីរបស់គេបែបហ្នឹងអបិមុខសក៏បានសួរថាមានន័យថាលោកហ្នឹងមិនដែលត្រឡប់ទៅផ្ទះយូរហើយមែនអន់ចៃរងក៏បានធ្វើការងក់ក្បាលដោយបញ្ជាក់ថាគឺពិតណាស់គឺគេខានទៅផ្ទះនេះរយៈពេលយូរដែរហើយមួយវិញទៀតតើតើនឹងរឿងរបស់ពួកយើងទាំងពីរនាក់វិញថាតើពួកយើងហ្នឹងបែងចែកដល់របៀបណាថាតើម្នាក់ណាគឺជាថប់ថាតើម្នាក់ណាគឺជាបឋមបន្ទាប់ពីលើអញ្ចឹងអបិមុខសនេះសើចម្ដងហើយនិយាយថាតើតើនឹងបញ្ហាមួយនេះគឺខ្ញុំគិតថាគឺឥឡូវនេះគឺយើងអាចមើលដឹងហើយការបណ្ដាថ្ងៃបន្តឲ្យឃើញថាពួកគេទាំងពីរនាក់នេះក៏បានធ្វើការរួមជាមួយគ្នាដែលមើលទៅគឺថាពួកគេនឹងចាប់ផ្ដើមស្និទ្ធស្នាលជាមួយនឹងគ្នាហើយក៏ព្រោះតែឃើញថាពួកគេនេះសើធ្វើការរួមអបចង្កេះគ្នាហើយនឹងធ្វើការលើកជើងទៀតដែលពេលនោះដែរចៃរងនឹងរៀបធ្វើការរត់ចេញពីកន្លែងរួមនឹងហើយដល់គេបាននិយាយថាគឺខ្ញុំមិនចេះរួមទេតែថាអបិមុខសនេះក៏បានចាប់ចំហើយនិយាយថាមិនអីទេខ្ញុំបង្រៀនលោកហើយបន្តមកគេក៏ចាប់ផ្ដើមធ្វើការអោបផងស្ទាបផងអានផងដែលមើលទៅនឹងដូចជាគូស្នេហ៍គ្នាអញ្ចឹងកំពុងតែធ្វើការរំសុកដែលពេលនោះដែរឃើញថាអបិមុខសនេះក៏បានយកដៃរបស់ចៃរងនឹងយកមកថើបទៀតហើយបន្តមកពួកគេនេះក៏បន្តធ្វើការបង្រៀនគ្នារំតទៀតទៅដែលមើលទៅនឹងគឺថាស្អិតរមួតដូចតកែអញ្ចឹងបន្តិចក្រោយមកឃើញថាពួកគេក៏បានបញ្ចប់ការរំចៃរងក៏បាននិយាយថាចាប់ពីថ្ងៃនេះតទៅគឺថាលោកនឹងត្រូវធ្វើការបង្រៀនខ្ញុំរំចំណែកអបិមុខសវិញក៏បានធ្វើការថើបចៃរងរួចគេក៏បាននិយាយថាយល់ព្រមកាលមកដល់ពេលយប់ក៏ឃើញថាពួកគេក៏បានធ្វើការអុជទៀនដើម្បីនាំគ្នាអង្គុយមើលទូរទស្សន៍គឺការដែលគេប្រើទៀនបែបហ្នឹងគឺគេចង់ឲ្យមើលទៅស្ថានភាពហ្នឹងគឺវាមានភាពរ៉ូមែនទិកបន្តិចបន្ទាប់ពីធ្វើការអុជទៀនអុជអីហើយអបិមុខសក៏បាននិយាយថានេះគឺជាវគ្គបន្តសម្រាប់គូស្នេហ៍អញ្ចឹងហើយអ្នកដែលមានគូស្នេហ៍ហ្នឹងត្រូវតែនាំគ្នាមើលរឿងរ៉ូមែនទិកនេះជាមួយគ្នាបែបហ្នឹងដល់ឃើញថាអបិមុខសនេះអង្គុយឆ្ងាយពីគេពេកចៃរងក៏បាននិយាយថាហើយចុះហេតុអីបានជាលោកហ្នឹងអង្គុយឆ្ងាយពីខ្ញុំម្ល៉េះអបិមុខសក៏បាននិយាយថាគឺខ្ញុំមិនតន់ត្រឡប់ទេនៅពេលដែលពួកយើងហ្នឹងនៅជិតគ្នាចៃរងក៏បាននិយាយថាក្រែងលោកជាអ្នកធ្វើការសម្ដែងអាជីពមិនអញ្ចឹង
គឺខ្ញុំគិតថាការដែលលោកអង្គុយបែបហ្នឹងគឺវាឆ្ងាយពេកហើយដែលមើលទៅគឺពួកយើងទាំងពីរនាក់នេះហាក់ដូចជាមិនមែនជាគូស្នេហ៍គ្នាអញ្ចឹងបន្ទាប់ពីលើអញ្ចឹងអាប៉ែមុខសនេះក៏បានស្វាមកអង្គុយចិត្តហើយក៏បានយកដៃរបស់គេហ្នឹងយកមកគៀកកខ្លួនទៀតរួចគេក៏បាននិយាយថាអូខេឥឡូវហ្នឹងលោកអោកខ្ញុំមកឲ្យពួកយើងនេះបន្តអង្គុយបែបហ្នឹងមើលទូរទស្សន៍ទៅមួយសន្ទុះក្រោយមកសាច់រឿងក៏ត្រូវបានបញ្ចប់ហើយសាច់រឿងហ្នឹងបញ្ចប់ទៅគឺរៀងសែនបន្តិចហើយចំណែកចៃរងវិញគឺថាគេនេះចូលតួខ្លាំងមែនតើគឺថាគេហ្នឹងបានធ្វើការយំអបអបែកមុខសទៀតដល់ឃើញថាចៃរងនេះចូលតួពេកអបែកមុខសក៏បាននិយាយថារឿងទាំងអស់ហ្នឹងគ្រាន់តែជារឿងប្រឌិតទេអញ្ចឹងហើយលោកហ្នឹងមិនបាច់ធ្វើការដាក់អារម្មណ៍ខ្លាំងពេកទេហើយគេនេះក៏បានយកដៃរបស់គេហ្នឹងទៅអែក្បាលទាំងអស់របស់ចៃរងទៀតចៃរងក៏បាននិយាយថាការពិតទៅគឺខ្ញុំនេះគ្រាន់តែមានភាពច្នៃដល់ពួកគេទេគឺថាពួកគេអាចមានស្នេហាមួយដែលពួកគេមិនអាចបំភ្លេចវាបានដល់ឃើញថាចៃរងនេះនៅតែបន្តយំអបែកមុខសក៏បាននិយាយថាគឺមនុស្សគ្រប់រូបគឺពួកគេហ្នឹងតែងតែមានវាសនារៀងៗខ្លួនហើយថាថ្ងៃមួយនៅទីបំផុតគឺលោកហ្នឹងនឹងអាចជួបស្នេហារបស់លោកដែរបន្ទាប់ពីលើអញ្ចឹងចៃរងនេះក៏បានធ្វើការងើបមើលមុខអបែកមុខសបន្តិចហើយនិយាយថាតើខ្ញុំហ្នឹងពិតជាអាចជួបពិតមែនអីអបែកមុខសក៏បានធ្វើការឆ្លើយថាប្រកាសណាស់គឺថ្ងៃណាមួយគឺលោកហ្នឹងនឹងអាចបានជួបបន្ទាប់ពីលើអញ្ចឹងឃើញថាចៃរងនេះគេមានភាពកក់ក្ដៅខ្លាំងជាងមុនគឺគេក៏បានសវ៉ាទិញអបែកមុខសហ្នឹងយកមកធ្វើការអបតទៀតហើយសាច់រឿងក៏បញ្ចប់ត្រង់កន្លែងហ្នឹងទៅ